មួสวัสดิเพียบปีนี้ก็ធ្វើអស់$40,000ដើម្បីបើកហាងកាហ្វេអ្នកទាំងអស់គ្នាហ៊ានទេពុកម៉ែបងប្អូនក៏ទៅគាត់ហ៊ានហើយដល់ថ្នាក់កាហ្វេគាត់ផ្ទុះមួយកែវ10000ហើយឥឡូវហ្នឹងខ្លាយទៅជាកូនផាប់មួយដែលផាប់នេះភ្ញៀវមកច្រើនពេកដល់ថ្នាក់គាត់វល់សុំទោសភ្ញៀវហើយលក់អត់ទាន់មកហូបគាត់អីត្រឹមតែ10000នេះ promotion រហូតដល់ថ្ងៃទី17ខែ8ណោះ promotion គាត់ហាងសូហៃដែលអ្នកទាំងអស់គ្នាអាចទៅឈៀលជាមួយភេសជ្ជៈអីគាត់លក់មួយកែវ10000ហើយជាមួយនឹងមកហូបក៏1មុខ10000ប៊ីយ៉ាវិញគឺមួយថែមមួយទៀតប៊ីយ៉ាប្រភេទដបប្រភេទអីនោះអញ្ចឹងបានថាមកភ្ញៀវច្រើនពេកដល់ថ្នាក់គាត់សុំទោសភ្ញៀវហើយអធិស្ឋានគាត់ផ្ដាំតាមវីដេអូដោយសារតែគាត់អត់ជំនាញទេគម្រោងគាត់បើកហាងកាហ្វេតែដល់ពេលផ្ទុះទៅវាទៅជាផាប់ផងអីផងគាត់ថាភ្ញៀវគាត់ថាព្រមបើកផាប់ដល់ពេលគាត់បើកមានណាដាក់មកហូប10000ផ្ទុះលក់លេងតន់គាត់សុំទោសភ្ញៀវហើយគាត់ថាបើមានអ្នកចាប់អារម្មណ៍ចង់រកសហការដៃគូអីគាត់ស្វាគមន៍ទៀតដោយសារតែគាត់ម្នាក់ឯងគាត់គ្រប់គ្រងអត់រួចហើយនេះហាងសូហៃនេះគាត់មានតាំងពីភ្លេងមានតាំងពីអីឈៀលមានកន្លែងថតរូបអីចឹងទៅជាមួយនឹងដេក័រមួកហ្នឹងគឺគាត់ដេក័រចេញពីក្តីសម័យខ្លួនឯងគាត់ទៅជាងនៅក្នុងស្រុកខ្មែរហ្មងមិនមែននៅក្រៅស្រុកទេណាចុះបងយើងចាយអស់$40,000ធ្វើមួកនេះបងអញដែលគិតថាខ្លាចថ្ងៃណាវាឆាប់សាបឆាប់អីខ្ញុំគិតថាបើនិយាយពីរឿងសាបវាអាចនឹងសាបបងតែបើសិនជាយើងផ្លាស់ប្ដូរពណ៌វាអត់សាបទេយើងបដូរពណ៌ផាត់ទៅអីដូរគូគំនូអីថែមផ្សេងប្លែកយ៉ាបងយើងអាចផ្លាស់ប្ដូរពណ៌វាទាំងស្រុងទៅវាគ្រាន់តែថែមទៅលើការលាបពណ៌ការដេក័រពណ៌ផ្សេងវាអាចតាក់ទាញចំណាប់អារម្មណ៍មួយសារទៀតទៅថាបានដែរតែមួកនេះបើយើងស្ទួយវាយកទៅបោះចូលទឹកវាអត់លិចទឹកទេបងវាដែតឡើងមកហ្មងធ្វើពីអីបងវាធ្វើចេញពីកាវស្មាច់បងជាប្រភេទកាវដែលគេយកចាក់ទូកយកធ្វើទូកបងជាចុងក្រោយខ្ញុំសូមអរគុណទៅដល់បងប្អូនទាំងគ្នាដែលបានមកគ្រប់គ្រងហើយមកចូលរួមហាងរបស់ខ្ញុំហើយខ្ញុំពិតជាសូមការអធិស្ឋានមែនតើបើសិនជាមានការខ្វះខាតទៅលើផ្នែកសេវីឬការចេញម្ហូបយឺតសូមឲ្យបងប្អូនមានការយោគយល់អញ្ចឹងណាបងដោយសារតែយើងឲ្យម្ហូបចេញច្រើនខ្លាំងពេកហើយភ្ញៀវច្រើនពេកទៅពេលខ្លះយើងចេញម្ហូបនៅរៀងអត់ទាន់ចិត្តរបស់ភ្ញៀវសង្ឃឹមតែគាត់យោគយល់កន្លែងហ្នឹងហើយមួយទៀតខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាមានពេលឆ្លៀតមកលេងមួយមួកសុវត្ថិភាពដែលពួកខ្ញុំខិតខំធ្វើសិតតែជាស្នាដៃកូនខ្មែរធ្វើវាទាំងអស់យើងអត់មាននាំចូលមកពីស្រុកគេទេគឺយើងធ្វើវាដោយខ្លួនឯងអញ្ចឹងបើមានឱកាសខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាសាកមកឃើញវាម្ដងហើយវាក៏មានតម្លៃថ្លៃដែរអញ្ចឹងបងប្អូនទាំងអស់គ្នាមកចំណាយតាត្រីមួយកែវក៏អាចថតរូបមួយមួកឬក៏កន្លែងផ្សេងនៅក្នុងហាងបានហើយដែលមួកហ្នឹងគឺគាត់យកមកធ្វើជាកហាងកន្លែងដាក់ម៉ាស៊ីនកាហ្វេមួយទៀតដាក់ DJ ពុកម៉ែបងប្អូនអញ្ចឹងមិនថាកែច្នៃពេលខ្លះមើលមិនឃើញតតែពេលផ្ទុះខ្លាំងពេកលក់មិនទាន់លក់មិនអីគាត់សុំទោសភ្ញៀវហើយដោយសារតែពេលខ្លះអញ្ចឹងមិនថាអាជីវកម្មខ្លះមិនមែនថាយើងដឹងថាភ្ញៀវមកច្រើនទេណាត្រៀមតែបុគ្គលិកតែប្រហែលអ្នកតពេលផ្ទុះខ្លាំងពេកផ្សព្វផ្សាយហើយមានតែចាប់ឈ្នះហើយណាផ្សព្វផ្សាយតែផ្ទុះចាប់មិនឈ្នះអូអញ្ចឹងហើយគាត់ផ្ដាំសុំទោសភ្ញៀវតាមរយៈវីដេអូនេះហើយគាត់មានប៊ីយ៉ាគាត់ក៏ promotion ដែរទិញមួយថែមមួយទៀតប៊ីយ៉ាប្រភេទប៊ីយ៉ាដបប្រភេទអីហ្នឹងអញ្ចឹងមកឈៀលនៅកន្លែងគាត់សบายបានថតរូបលេងទៀតអរគុណទៅសាកទាំងអស់គ្នាបាយ